rồiពីនោះមកសេរឿងក៏បានកម្មមកដល់ថ្ងៃថ្មីជាងក៏បានឃើញថាចូលសូក៏បានមករៀនជាធម្មតាជាមួយនឹងគ្នានោះសិស្សស្រីពីរនាក់ដែលគេបានជួយការពីម្សិលមិញក៏បានចូលមកនិយាយរាក់តែជាមួយនឹងគេតែបើមើលទៅកាន់ទឹកមុខផងចូលសូគឺពិបាកមើលខ្លាំងមែនតើក៏ព្រោះតែវាគឺអត់ទាន់ត្រឡប់សម្រាប់គេនោះទេធ្លាប់តែរាល់ដងឬដងដាក់គ្នាក៏ប៉ុន្តែថ្ងៃនេះបើជាមកល្អជាមួយនឹងគេអញ្ចឹងហើយរៀងប្លែកបន្តិចខណៈពេលដល់មកដល់ថ្នាក់រៀនហ្នឹងគេក៏បានចាប់អារម្មណ៍ទៅកាន់សិស្សស្រីម្នាក់ដែលនាងគឺមានឈ្មោះថាណូរិនគឺជាស្រីម្នាក់ដែលស្អាតបកែខ្លាំងមែនតើប្រុសទាំងអស់គឺសម័យចង់បាននាងគ្រប់គ្នាឃើញចឹងតើឲ្យផយើងក៏បានចាំទៅកាន់ពាក្យសម្ដីដែលអតីតប្រពន្ធរបស់ខ្លួនបានប្រាប់ថាឲ្យព្យាយាមចូលទៅកាន់នាងក៏ដូចជាស្និទ្ធស្នាលជាមួយនឹងនាងក៏ព្រោះតែនាងអាចនឹងមានប្រយោជន៍សម្រាប់គេនៅថ្ងៃខាងមុខជាមួយនឹងគ្នានោះជាងក៏បានដឹងថាក្មេងស្រីម្នាក់នេះគឺជាគោលដៅដែលតួឲ្យប្រុសរបស់យើងត្រូវការពារនឹងឯងបន្ទាប់ពីបានដឹងនៅរឿងមួយនេះគេក៏ព្យាយាមរកនៅវិធីសាស្ត្រដើម្បីចូលទៅក្បែរនាងតែក៏ត្រូវដាច់ចង្កេះផឹងនៅពេលដែលនាងតបមកកាន់គេវិញឃើញចឹងដែរគឺថាចូលសូផងយើងក៏អត់ហ៊ាននិយាយអីមួយនាងដែរនិយាយទៅគឺថាបាក់បដ ாய் ឃើញចឹងអីនិយាយពីថាខ្មាស់គេមិនស្ទើរនោះទេគ្នាធ្លាប់តែមករៀនជាមនុស្ស introvert ម្នាក់ដែរតម្រាំដាច់ចិត្តនិយាយរកគេមានអីក៏ត្រូវបានគេធ្វើអញ្ចឹងដាក់និយាយពីថាបាក់មុខមិនស្ទើរទេសំខាន់ណាទឹកមុខផនាងកាចមែនតើគេធ្លាប់សម្លាប់មនុស្សអស់មកកណយប៉ុន្តែបណ្ដាញញើសំបីតែបន្តិចតែមកចាញ់អីមកចាញ់ទឹកមុខក្មេងស្រីម្នាក់នេះទៅវិញនេះនិយាយទៅហាក់ដូចជាមិនសមសោះខណៈពេលកំពុងតែឈឺចាប់យំបោកខ្លួននឹងក៏ស្រាប់តែស្រីទាំងពីរក៏បានដើរកាត់នេះរួចក៏បានសួរនាំទៅកាន់គេថាមិនអីមើលទៅកាន់គេហាក់ដូចជាសែតម្លេះដល់តែពេលអញ្ចឹងទៅចូលសូក៏បាននិយាយរឿងរ៉ាវគ្រប់សពបែបយ៉ាងប្រាប់ទៅកាន់ពួកនាងឮអញ្ចឹងដែរពួកនាងគឺពិតជាហួសចិត្តខ្លាំងមែនតើនេះក៏ព្រោះតែមួយសាលានេះនរណាក៏បានដឹងដែរថានាងគឺស្អប់ប្រុសបំផុតក៏ប៉ុន្តែបើជាចូលសូនឹងទៅនិយាយរនាងដល់ផ្ទាល់បែបនេះបើនាងមិនធ្វើអញ្ចឹងណាទៅចម្លែកលឺអញ្ចឹងគណៈពេលដើរត្រឡប់មកកាន់ផ្ទះវិញគេក៏បានគិតអំពីរឿងមួយនេះដោយគិតថាប្រហែលជាត្រូវដកគ្នាចេញពីនាងបន្តិចហើយបើមិនអញ្ចឹងទេប្រកាសជាត្រូវនាងជ័យជាលើកទី2ជាមិនខានក៏ប៉ុន្តែគណៈពេលដើរត្រឡប់មកកាន់ផ្ទះវិញហ្នឹងគេក៏បានចូលទៅញ៉ាំអាហារដោយរាល់ដងនៅហាងចាស់ផងគេហ្នឹងណាតែវាចង្រៃអីមកជួបនាងនៅទីហ្នឹងអីណានិយាយទៅគឺនាងធ្វើការនៅក្នុងហាងមួយហ្នឹងឯងតែគ្រាន់តែរាល់ដងគេអត់បានជួបគ្នាទេសយហ្មងថ្ងៃហ្នឹងជួបគ្នាចំពេលគេចេះហើយទៀតដល់ទៅពេលចឹងទៅមានអីថាបខំចិត្តនិយាយគ្នាហ្នឹងឯងដោយសារមួយជាអ្នកទិញហើយមួយជាអ្នកលក់ចឹងហើយបើអត់និយាយគ្នាមិនបានកំងអីញ៉ាំទៅអត់ភ្លាមហ្នឹងគេអត់ក៏ច្រើននោះទេដោយសារតែបានភ្លក់រ៉ាមែននៅទីហ្នឹងគឺពិតជាឆ្ងាញ់ខ្លាំងមែនតើញ៉ាំយកអត់មានគិតអីច្រើនសូម្បីតែបន្តិចរហូតដល់ពេលចេញមកវិញបាននាងចាប់ចម្រិតសួរទៅកាន់គេថាហេតុអីបានជាមកហ្នឹងអាគាត់ឯងរោគចិត្តមែនបានមកតាមខ្ញុំដល់ហាងហ្នឹងទៀតនេះតទៅពេលស៊ូនាំចុះឡានទៅបានដឹងថាអូតាមពិតវាអញ្ចឹងឯងចុះដោយសារតែហាងហ្នឹងជាហាងប្រចាំផងគេណាគ្រាន់ថារហដងគេមកដែរជួបតែចង្រៃអីថ្ងៃហ្នឹងបែរជាមកជួបនាងចំពេលនាងទៅចេះហើយទៀតហើយគេក៏បានសួរទៅកាន់នាងវិញដែរដោយសារតែឆ្ងល់ថាគ្រួសារផងនាងគឺជាអ្នកមានមួយទាំងមូលបានជួគេនៅក្នុងតម្លៃខ្ពស់ខ្លាំងមែនតើដើម្បីឲ្យគេហ្នឹងទៅការពារនាងគ្រាន់តែថាការពារអីហ្នឹងគឺគេអត់បានសួរនោះទេគ្រាន់តែឆ្ងល់ថាមិនបានជាគ្រួសារអ្នកមានដូចជានាងណាបែរជាមកធ្វើការ part time បានលុយតិចតួចបានទៅវិញសួរចុះសួរឡើងទៅក៏ដឹងពីហេតុផលផងនាងថាតាមពិតទៅនេះគឺជាហាងរបស់ពូនាងហើយពូនាងគឺជាមនុស្សដែលនាងស្រឡាញ់អីចឹងទៅចឹងហើយពេលទៅនេះនាងក៏ចេះតែមកជួយគាត់អីចឹងទៅតែប៉ុណ្្នឹងទេគ្មានអីច្រើនឡើយណាមួយបើនិយាយខ្លីទៅនាងមិនសូវចូលចិត្តបរិបទនៅក្នុងគ្រួសាររបស់នាងប្រហែលទេដោយសារតែមនុស្សនៅជុំវិញខ្លួនរបស់នាងម្នាក់សម្លឹងមើលឃើញនាងតែផលប្រយោជន៍ប៉ុណ្ណោះបើមិនចឹងទេក៏ដោយសារតែនាងស្អាតដែរចឹងហើយនាងចេះតែមករកពូនាងដើម្បីគេចបេះចេញពីគ្រួសារអញ្ចឹងទៅមិនសូវចង់នៅក្នុងផ្ទះអីប៉ុន្មានទេជាមួយនឹងគ្នានោះនាងក៏បានបង្ហើបឲ្យគេបានដឹងផងដែរថារសជាតិរ៉ាមែនផាន់ពូនាងគឺពិតជាឆ្ងាញ់ខ្លាំងមែនទែនក៏ជាហេតុមួយដែលធ្វើឲ្យនាងនឹងចូលចិត្តមកកាន់ទីនេះដូចគ្នាស្ដាប់ចប់ចូលសូក៏បានសរសើរទៅកាន់នាងក៏ព្រោះតែនាងគឺពិតជាមានភាពក្លាហានខ្លាំងមែនទែនដែលបានជំនះនៅរាល់អ្វីដែលនាងមិនចង់ធ្វើហើយនឹងធ្វើអ្វីតាមក្តីសម័យរបស់នាងជាពិសេសគឺថារ៉ាមែនរបស់នាងគឺពិតជាឆ្ងាញ់ខ្លាំងមែនទែនឮអញ្ចឹង Noren គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនក៏ព្រោះតែនេះគឺជាលើកទី1ហើយដែលមានគេសរសើរអំពីរ៉ាមែនផងនាងថានាងធ្វើរ៉ាមែនឆ្ងាញ់អីចឹងណាព្រោះថារហដងព្រោះមកជួបនាងនឹងតែសារតែពីសម្រស់ទេចឹងហើយមើលទៅកាន់នាងឥឡូវហ្នឹងហាក់បីដូចជាផ្លាស់ប្ដូរអត្តចរិតមកចូលចិត្តគេបន្តិចម្ដងហើយរួចពីនោះមកនាងក៏ចាប់ផ្ដើមលាទៅកាន់គេត្រឡប់ទៅផ្ទះរៀងខ្លួនវិញខណៈពេលធ្វើដំណើរតាមផ្លូវហ្នឹង
ក៏ស្រាប់តែមានឡានមួយមិនដឹងថាមកពីណានោះទេក៏បានចាប់យកនាងទៅភ្លាមហ្នឹងតួឯផលផាន់យើងក៏បានឃើញដូចគ្នាក៏ប៉ុន្តែមិនទាន់ពេលនោះទេឡានមួយហ្នឹងគឺបានចាក់ចេញបាត់ទៅហើយចឹងហើយភ្លាមគេក៏បានផ្លាស់ប្ដូរផែនការតំបន់ស្ទុះយ៉ាងលឿនហត់ទៅតាមនៅមង្គលអង្គតានយ៉ាងខ្ពស់តែម្ដងនិយាយទៅថាជំនាញយកហ្មងនៅពេលឡើងទៅដល់ខាងលើគេក៏បានរកមើលទីតាំងរបស់ឡានមួយហ្នឹងក៏បានឃើញថាវាកំពុងតែឈប់ stop នៅមួយកន្លែងចឹងហើយជាឱកាសល្អផងគេក៏បានទាញយកកំភ្លើងរបស់ខ្លួនឡើងតម្រង់យ៉ាងល្អខ្លាំងមែនទែននេះសិតតកនីកណ្ដាទៀតណានិយាយថាមិនបាញ់ធម្មតាទេគេដឹងថាបើសិនជាបាញ់ director វាអត់ត្រូវចឹងហើយក៏ប្រើប្រាស់នៅជំនាញជាឃាតករផងគេហ្នឹងកណនីបានយ៉ាងល្អអត់ខ្ចោះតែម្ដងក៏បានធ្វើឲ្យក្របកំភ្លើងរបស់គេក៏បានបាញ់ចំឡានមួយនឹងបានសម្រេចរួចមក location មួយក៏បានលោតឡើងនៅក្នុងទូរស័ព្ទរបស់គេដោយសារតែក្របកំភ្លើងដែលគេបានបាញ់មិញហ្នឹងមិនអត់ប្រយោជន៍ទេវាគឺបានភ្ជាប់ជាមួយនឹង GPS ហ្នឹងឯងចឹងហើយគេក៏អាចតាមដាននៅទីតាំងរបស់ឡានមួយនឹងបានសម្រេចរឿងមួយនេះជំនួយការផាន់គេក៏បានមើលឃើញផងដែរតាមរយៈកាមេរ៉ាដែលបានបំពាក់នៅលើវ៉ែនតារបស់គេនឹងឯងចឹងហើយគេគឺពិតជាកាំងខ្លាំងមែនតើដោយសារតែតួឯផលផាន់យើងគឺបាញ់ច្បាស់ខ្លាំងពេកនេះមិនចិត្តទេណាគឺថាឆ្ងាយខ្លាំងមែនតើក៏ប៉ុន្តែចូលសូផាន់យើងប្រើប្រាស់តែកំភ្លើងខ្លីមួយគ្រាប់នោះទេក៏អាចបាញ់ចំគោលដៅបានទៀតនិយាយពីថាអស់ស្ទះតែម្ដងកន្លែងមកកាន់ Noran ដែរវិញមើលទៅកាន់នាងឥឡូវហ្នឹងកំពុងតែប្រឈមមុខជាមួយនឹងគ្រោះថ្នាក់អីពួកអបម៉ែក្បាលហ្នឹងកំពុងតែស្រឡឹងមើលនាងចោលឡើងហាក់បីដូចជាពេញចិត្តទៅកាន់នាងខ្លាំងមែនទែនក៏ព្រោះតែសម្រាប់ផងនាងស្អាតចឹងហើយក៏ចាប់ផ្ដើមលូកលាន់ទៅកាន់រូបរាងកាយរបស់នាងក៏ប៉ុន្តែភ្លាមហ្នឹងក៏ស្រាប់តែមានបរិសម្នាក់ក៏បានចូលខ្លួនមកជួយសង្គ្រោះនាងទាន់នៅពេលមកដល់គេក៏បានធ្វើខ្លួនត្រឹមត្រូវហាក់បីដូចជាចិត្តល្អទៅកាន់នាងអញ្ចឹងហើយក៏បានសួរទៅកាន់នាងមួយសំណួរពាក់ព័ន្ធជាមួយនឹងថ្នាំដែលឪពុកនាងពិសោធន៍បានថាតើវាគឺជាអ្វីទៅក៏ប៉ុន្តែនៅពេលដែលបានដឹងថានាងមិនអាចឆ្លើយនៅសំណួររបស់គេបានហ្នឹងគេក៏ផ្លាស់ប្ដូរអត្តចរិតភ្លាមក៏ចាប់ផ្ដើមនិយាយគំរាមទៅកាន់គេថាប្រសិនបើមិនព្រមប្រាប់ទេនោះហាងរ៉ាមែនក៏ដូចជាពូរបស់នាងប្រកាសជាមានគ្រោះថ្នាក់ជាមិនខានចឹងហើយឆាប់សម្រេចចិត្តទៅថាតើពូរបស់នាងសំខាន់ឬមួយក៏សំណួរដែលគេសួរនេះគឺសំខាន់ជាងខណៈពេលកំពុងតែស្បាយអរគំរាមទៅកាន់នាងហ្នឹងក៏ស្រាប់តែគ្រាប់កំភ្លើងមួយក៏បានហោះចូលក្បាលរបស់គេបាត់ទៅហើយនិយាយទៅសំណាងហើយដែលថាឥឡូវហ្នឹងចូលសូគេមករៀនចឹងហើយគេដាក់តែកំភ្លើងខ្លាំងៗមកតាមខ្លួនទេនេះគ្រាន់តែស្លាប់ហើយណាបើសិនជាកំភ្លើងពិតវិញអាប៉ែហ្នឹងដឹងតែបាយក្បាលងាប់បាត់ហើយនិយាយទៅគឺថាអែមខ្លាំងមែនតើមកគ្រាប់នេះបើទោះបីជាមិនស្លាប់ក៏ដេកពេទ្យមកតែដែរមើលទៅគណៈពេលនឹងដែរ Noran ក៏បំរុងនឹងងាកមកមើលថាតើនរណាគេមកជួយខ្លួនក៏ប៉ុន្តែក៏ត្រូវបានតួឯផងយើងយកអីបាំងមុខរបស់នាងចិត្តបាត់ហើយអត់ឲ្យស្គាល់នោះទេក៏ព្រោះតែឥឡូវហ្នឹងគេកំពុងតែលាក់បាំងអត្តសញ្ញាណណាមួយទូនទីផាន់គេហ្នឹងគឺជាការការពារនាងដោយសម្ងាត់បើសិនជាឲ្យនាងដឹងផែនការរបស់គេប្រកាសជាត្រូវខ្ទេចជាមិនខានចឹងហើយគេក៏អត់បានលុយដែរបន្ទាប់ពីដោះស្រាយជាមួយនឹង Noran រួចគេក៏ចង់ដោះស្រាយជាមួយនឹងពួកអចចែមនេះដូចគ្នាឲ្យសម្រួលគ្នាអញ្ចឹងណាគេក៏មិនចង់ធ្វើអាប់ទៅកាន់ពួកវាដែរក៏ប៉ុន្តែមើលទៅកាន់ពួកវាហាក់បីដូចជាអត់ខ្លាចមកកាន់គេនោះទេនិយាយទៅដោយសារតែឃើញតួឯប្រុសរបស់យើងត្រឹមតែជាសិស្សសាលាយូរ10ឆ្នាំមកណាមួយកាន់កំភ្លើងខ្លាំងទៀតចឹងហើយគ្មានអីត្រូវអស់ចាណាទេអើយនិយាយមិនទាន់ចប់ហ្នឹងក៏ស្រាប់តែក្រកំភ្លើងបានហោះចូលក្បាលរបស់ពួកគេបាត់ទៅហើយនិយាយទៅគឺពិតជាលឿនខ្លាំងមែនទែនហើយតួឯប្រុសរបស់យើងក៏បាននិយាយពាក្យមួយម៉ាត់ចុងក្រោយថានៅពេលមនុស្សចាស់កំពុងនិយាយកុំឲ្យចេះកាត់មាត់រញ៉េរញ៉ៃឃើញដេកបានសម្រេចនិយាយចប់គេក៏បានលើកយក Noran ដាក់នៅលើរទេះមួយរួចក៏បានវីសម្រុកចាក់ចេញពីអគារមួយនេះតែម្ដងនិយាយទៅគឺថាវាយយកខ្លាំងមែនទែននេះបើទោះបីជាគ្នាផាន់វាមកប្រហែលអ្នកច្រើនយ៉ាងម៉េចក៏ដោយក៏អាចធ្វើអីទៅកាន់គេបានដែរក្នុងនាមជាឃាតករជំនាញម្នាក់ត្រឹមសម្បត្តិពួកអាចទាំងអស់នេះគេអាចដោះស្រាយបានយ៉ាងងាយស្រួលគណៈពេលដឹងថាខ្លួនអាចធ្វើអីទៅកាន់ចូលសូបានហ្នឹងក៏ស្រាប់តែនៅពេលដែលចេញមកដល់ខាងក្រៅមេរបស់វាក៏បានបើកឡានមួយសម្ដៅមករកគេយ៉ាងលឿននៅក្នុងគំបំណងបុកសម្លាប់គេចោលឃើញអញ្ចឹងចូលសូក៏បានទិញកំភ្លើងបាញ់ទៅកាន់គេតែមើលទៅកាន់ឡានមួយហ្នឹងគឺពិតជាមាំខ្លាំងមែនតើបាញ់អត់ចូលនោះទេឃើញអញ្ចឹងដែរវាក៏បានចិត្តគិតថាពេលនេះចូលសូប្រកាសជាចាប់មិនខានកំពុងសប្បាយអបដាអីបដាហ្នឹងក៏ស្រាប់តែចូលសូអត់មានកិច្ចទៅណានោះទេគឺឆោតចាំឲ្យវាបុកតែម្ដងក៏ប៉ុន្តែនៅពេលដែលឡានរបស់វារៀបនឹងប៉ះគេហ្នឹងក៏បានកលាប់ភីងតែម្ដងដោយសារតែគេបានកណនីយ៉ាងច្បាស់ហើយនិយាយទៅគឺថាអែមខ្លាំងមែនទែនត្រឹមសម្បត្តិឡានប៉ុណ្្នឹងអីចង់មកយកជីវិតគេវាមិនអាចទៅរួចទេអាកូនមុននេះខ្ញុំគិតថាបែរហ្នឹងស្លាប់លេងដឹងខ្លួនឯតាចេះមកងើបបើកឡានវិញអីណាកាលទៀតសំខាន់មុនហ្នឹងប្រហែលជាស្លាប់ស្ទើមើលទៅឥឡូវលេងធ្ងន់ម្ដងមើលបើមិនស្លាប់ទេក៏ពិការដែរលើកនេះមើលទៅ
rồiពីនោះមកគេក៏បានបដោះស្រាយជាមួយនឹង Noran វិញដែលបានប្រើប្រាស់នូវ spray អ្វីម្យ៉ាងបាញ់ឲ្យនាងសន្លប់និងបានបញ្ជូននាងទៅកាន់ផ្ទះរបស់នាងវិញបាត់ទៅនៅពេលដឹងខ្លួនពីសន្លប់មកវិញហ្នឹងនាងក៏គិតថាយប់មិញប្រហែលជាយល់សប្តិអាក្រក់ឲ្យមើលទៅក៏ប៉ុន្តែនៅពេលដែលកលេចឃើញស្នាមនៅលើដៃរបស់នាងនាងក៏ច្បាស់ហើយថានេះមិនមែនជាការយល់សប្តិទេវាគឺជាការពិតចឹងហើយនៅពេលមកដល់សាលានាងក៏បានទៅសួរទៅកាន់ចូលសូថាតើយប់មិញគេជាអ្នកជួយគេមែនក៏ព្រោះតែសលេងមួយហ្នឹងគឺស្តៀងខ្លាំងមែនទែននេះប្រកាសចិត្តហើយថាសលេងមួយហ្នឹងគឺជាសលេងផាន់គេលើចឹងចូលសូក៏ខំរលះភ័យខ្លាំងមែនទែនតែបាននិយាយចោះនិយាយឡើងក៏នឹកឃើញដល់រឿងរ៉ាវមែនចឹងហើយក៏បានតបទៅកាន់នាងវិញអូរឿងរ៉ាវមែនកាលពីយប់វិញដែលថានាងធ្វើការនៅក្នុងហាងរ៉ាមែនហ្នឹងមែនកុំភ័យអីគេនឹងមិនយករឿងមួយហ្នឹងទៅប្រាប់នរណាគេនោះទេហើយមើលទៅនាងនៅតែសង្ស័យទៅកាន់គេទៀតគេក៏បានយកដែរហើយឥឡូវហ្នឹងគឺពិតជាឃ្លានខ្លាំងមែនតើឃ្លានរ៉ាមែនដែលនាងធ្វើឲ្យកាលពីម្សិលមិញទៀតហើយចឹងហើយថ្ងៃហ្នឹងសុំអាចារ្យធំហើយណាអត់អីណាអីរួចមកពួកគេក៏បានចេញទៅញ៉ាំរ៉ាមែនបាត់ទៅហើយសាច់រឿងរបស់យើងក៏បានបញ្ចប់ត្រឹមនេះដូចគ្នា